បបរគ្រឿងសាច់ជ្រូកចិញ្ច្រាំជាមួយនឹងបង្គាតំណងឯងបងប្អូនខ្ញុំអ្នកបញ្ចូលសលេងនេះក៏ចង់ញ៉ាំម្ដងទៀតព្រោះវាឆ្ងាញ់បបរគ្រឿងរបស់យើងហ្នឹងមានមិនសូវជាច្រើនទេដោយសារបើកទូទៅឃើញមានសាច់ជ្រូកចិញ្ច្រាំជាមួយនឹងបង្គាដែលទិញមកថ្ងៃមុនហើយគ្រឿងក្រៅដែលខ្វះខាតហ្នឹងមានផ្សិតខ្មៅក្រៀមឆៃពៅប្រៃខ្ញីហេប៊ីស្លឹកខ្ទឹមហើយជាណាសៀងក្រូចឆ្មាម្រេចស្ករអំបិលទឹកត្រីប៊ីចេងប្រេងខ្យងហ្នឹងក៏រត់ទៅទិញហើយឲ្យខាងគ្រួសារនេះគាត់នៅរៀបចំអីដែលមានស្រាប់ហើយអីដែលខ្វះគឺរត់ទៅទិញបាទគាត់រៀបចំរួចរាល់ហើយមានគ្រឿងក្រៅទាំងអស់ហ្នឹងហើយប្រេងយើងប្រើប្រេងឆាសុខៈលេងគាំទ្ររបស់ថៃឯងបងប្អូនគាំទ្ររបស់ខ្មែរយើងបើមានក៏មានស្តុកចាស់ដែរបាទយើងវិធីធ្វើអត់មានអីច្រើនទេមានឆាអង្គហើយខ្ទឹមអីចឹងទៅក៏ឡោចវាហើយឆាបន្ថែមតិចទៀតទៅឲ្យវាឈ្ងុយណាបាទយើងស្ទើរអីយើងថែមនឹងទៅពាក់ព័ន្ធនឹងគ្រឿងក្រៅមានអំបិលស្ករប៊ីចេងអីបន្ថែមទៀតរត់ឌីអញ្ចឹងទៅហើយប្រេងខ្យងនេះស្តុកចាស់ណាបងប្អូនហើយយើងឆាអង្គឆាគ្រឿងក្រៅហើយយើងដាក់ចូលទៅហើយយើងពេញចិត្តទឹកប៉ុណ្ណាយើងថែមប៉ុណ្ណឹងទៅយើងចង់បានខាប់យើងដាក់ទឹកតិចហើយយើងចង់ឲ្យវារាវយើងថែមទឹកឲ្យច្រើនហើយពាក់ព័ន្ធនឹងបង្គាហ្នឹងយើងបកយើងធ្វើឲ្យស្អាតទៅហើយយើងបែងចែកក្បាលផ្សេងខ្លួនផ្សេងអញ្ចឹងណាយើងឆាវាទៅដើម្បីកុំឲ្យវាឆ្អាបដល់ពេលយើងបង់ទៅពេលទឹកពុះហ្នឹងយើងគៀពពុះវាចេញទៅកុំឲ្យវាកាត់បន្ថយឆ្អាបដែរហើយវាធ្វើឲ្យទឹកបបរយើងវាធំសជាងនឹងបន្តិចចឹងណាវាអត់សូវខ្មៅហើយមកដល់កន្លែងហ្នឹងវាមើលទៅតំណងគេហៅថាតំណងឡើងពណ៌ឡើងស្អាតហ្មងណាពណ៌ហ្នឹងចេញពីក្បាលបង្គារបស់យើងបានលីងវាហើយយើងដាក់វាងាស់ទៅវាចេញពណ៌ឡើងគេហៅពណ៌ខួរបង្គាអញ្ចឹងណាស្ទើរអីយើងថែមនឹងទៅពាក់ព័ន្ធនឹងទឹកត្រីស្ករអំបិលប៊ីចេងអញ្ចឹងណាបើយើងស្ទើរយើងថែមនឹងទៅហើយកន្លែងនេះវារីកហើយវាល្មមគិតថាវាគ្រប់ហើយវាឆ្ងាញ់ហើយហើយក៏វារីកល្អដែរអញ្ចឹងបបររបស់យើងឆ្ងាញ់តែបងប្អូនអត់បានភ្លុកទេអ្នកបញ្ចូលសលេងបានភ្លុកហើយវាឆ្ងាញ់មែនហើយនេះយើងដួសបង្ហាញបងប្អូនថាសាច់របស់វាយ៉ាងម៉េចចឹងណាហើយយើងថែមគ្រឿងក្រៅបន្ថែមទៀតទៅមកតំណងបងប្អូនរៀនធ្វើទៅបើសិនបើមិនតំណងទេបងប្អូនអាចម្លងវាចេញណាហើយយើងថែមគ្រឿងរបស់យើងមានសៀងមានស្ករមានម្រេចមានក្រូចឆ្មាថែមទៀតចឹងហើយជីហើយនេះដូរចេញមកបង្ហាញបងប្អូនថាបបររបស់យើងចំណាយអស់ខ្ទង់ប្រហែលជា720,000តាំងបង្គាតាំងគ្រឿងក្រៅតាំងហ្គាសតាំងអីចឹងណាហើយទាំងសាច់ជ្រូកច្រាមផងយើងញ៉ាំបានដូចជាញ៉ាំបានតាំងផឹកថ្ងៃហើយល្ងាចរសៀលថែមទៀតចឹងណា
ចឹងគិតទៅ20000វាអត់ខាតទេយើងញ៉ាំបាន3ពេលអានេះពាក់ព័ន្ធជាមួយនឹងគ្រឿងក្រើដែលយើងថែមបន្ថែមទៀតចឹងបើសិនបើបងប្អូនចូលចិត្តនៅវីដេអូហ្នឹងជួយ like ជួយ share ផងបើអាចទេជួយ subscribe ផងពាក់ព័ន្ធនឹង YouTube